ក្រុមការងារមនុស្សធម៌របស់អង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិបាននាំយកអំណោយគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅប្រគល់ជូនលោកកៅសារុនដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាប់ព្យាបាលនៅគេហដ្ឋាននៅព្រឹកថ្ងៃទី15ខែសីហាឆ្នាំ2026លោកព្រំភិរុនប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិបានដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅប្រគល់ជូនលោកកៅសារុនប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិសាខាខេត្តកំពង់ឆ្នាំងដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាប់ព្យាបាលនៅគេហដ្ឋាននៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលុយវិតទីប្រឹក្សាជាន់ខ្ពស់របស់អង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិលោកវណ្ណតារាអនុប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិព្រមទាំងសមាជិកសមាជិកាជាច្រើនរូបផងដែរជាកិច្ចចាប់ផ្ដើមឯកឧត្តមលុយវិតទីប្រឹក្សាជាន់ខ្ពស់របស់អង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិបានសម្ដែងសេចក្តីសោមនស្សរីករាយព្រមទាំងបានពំនាំនូវសេចក្តីនឹករលឹកនិងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គការយើងនិងបុគ្គលិកទាំងអស់ដែលកំពុងបំពេញការងារនៅក្នុងអង្គការដែលបានចូលរួមក្នុងពិធីនាំយកអំណោយមនុស្សធម៌គ្រឿងឧបភោគបរិភោគរួមទាំងថវិកាមកប្រគល់ជូនលោកកៅសារុននៅពេលនេះគឺជាការសាមគ្គីគ្នាក្នុងគ្រាលំបាកនៅក្នុងឱកាសនោះលោកព្រំភិរុនប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិក៏បានកោតសរសើរខ្ពស់ដល់ឯកឧត្តមទីប្រឹក្សាលោកអនុប្រធាននិងបុគ្គលិករបស់អង្គការដែលបានលះបង់កម្លាំងកាយចិត្តធនធាននិងពេលវេលាដ៏មានតម្លៃនៅក្នុងថ្ងៃនេះដើម្បីចូលរួមការចុះសាកសួរសុខទុក្ខចំពោះលោកកៅសារុនដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ហើយសម្រាប់ព្យាបាលនៅគេហដ្ឋាននាថ្ងៃនេះគឺជាវប្បធម៌មួយនៃការចែករំលែកនិងសាមគ្គីភាពនៅក្នុងអង្គភាពរបស់យើងដែលបានផ្ដួចផ្ដើមឡើងក្នុងន័យជួយគ្នាទៅវិញទៅមកនៅពេលណាដែលបុគ្គលិកអង្គការរបស់យើងជួបបញ្ហាផ្សេងៗអំណោយសប្បុរសដែលបានផ្ដល់ជូននាពេលនេះរួមមានអង្ករ2បេមីជាតិ2កេសត្រីខ2យួរទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរស្ករស1គីឡូក្រាមប៊ីចេង1គីឡូក្រាមទឹកបរិសុទ្ធចំនួន5កេសនិងថវិកាចំនួន200,000រៀលផងដែរជាកិច្ចបញ្ចប់លោកកៅសារុនព្រមទាំងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំនិងក្រុមការងារអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខព្រមទាំងនាំយកនៅអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាជូនខ្ញុំបាទនាពេលនេះ